តីបងប្អូនទាំងអស់គ្នាការបរិភោគផ្សិតផលតលោហៈប្រយោជន៍ច្រើនដល់សុខភាពប៉ុន្តែវាក៏អាចបង្កគ្រោះថ្នាក់ដល់ជីវិតផងដែរប្រសិនបើយើងមិនមានការប្រុងប្រយ័ត្នដើម្បីបរិភោគផ្សិតដោយសុវត្ថិភាពសូមអនុវត្តតាមការណែនាំសំខាន់ៗដូចខាងក្រោម 1. ការជ្រើសរើសនិងទិញផ្សិតទិញពីប្រភពច្បាស់លាស់គួរទិញផ្សិតពីផ្សារឬពីអ្នកស្គាល់ប្រភេទផ្សិតច្បាស់លាស់ពិនិត្យមើលគុណភាពជ្រើសរើសផ្សិតដែលស្រស់ណែនល្អមិនរលួយមិនដុះផ្សិតខ្មៅមិនមានធំក្លិនស្អុយឬមានទឹកដក់ជោក 2. ការសម្អាតនិងការទុកដាក់លាងសម្អាតឲ្យបានត្រឹមត្រូវមុននឹងយកទៅធ្វើម្ហូបត្រូវកាត់រើសឬផ្នែកដែលប្រឡាក់ដីចេញរួចលាងទឹកឲ្យស្អាតរក្សាទុកក្នុងទូទឹកកកប្រសិនបើមិនទាន់ស្លរោភ្លាមទេត្រូវដាក់ផ្សិតក្នុងថង់ក្រដាសឬប្រអប់ដែលមានខ្យល់ចេញចូលរួចដាក់ក្នុងទូទឹកកកមិនគួរដាក់ក្នុងថង់ប្លាស្ទិកជិតឈឹងទេព្រោះវាធ្វើឲ្យហប់និងរលួយលឿន 3. របៀបចម្អិនឲ្យមានសុវត្ថិភាពត្រូវតែចម្អិនឲ្យឆ្អិនល្អធំជាងចំណាំសំខាន់ដែលខាតមិនត្រូវបរិភោគផ្សិតឆៅឬឆ្អិនមិនល្អនោះទេផ្សិតភាគច្រើនមានផ្ទុកជាតិពុលស្រាលឬសារធាតុដែលធ្វើឲ្យពិបាករំលាយអាហារដែលសារធាតុទាំងនេះនឹងត្រូវបំផ្លាញទៅវិញតែនៅពេលត្រូវកម្ដៅខ្លាំងនិងឆ្អិនល្អប៉ុណ្ណោះជៀសវាងការកម្ដៅម្ហូបផ្សិតញឹកញាប់ម្ហូបដែលស្លរោជាមួយផ្សិតគួរតែបរិភោគឲ្យអស់ក្នុងមួយពេលការទុកយូរឬយកមកកម្ដៅឡើងវិញច្រើនដងអាចធ្វើឲ្យប្រូតេអ៊ីនក្នុងផ្សិតប្រែប្រួលនិងបង្កឲ្យឈឺពោះឬរាគរូសសូមអរគុណ